ថ្ងៃនេះយើងនិយាយអំពីរូបមន្តសាំសាំមានន័យថាបូកអញ្ចឹងបូកយើងមានរូបមន្តឧទាហរណ៍នៅក្នុងតារាងនេះយើងមានសៀវភៅយើងមានបុកមានបើនេះអាចថនយើងមានសៀវភៅយើងមានបុកយើងមាន pencil យើងមានអីផ្សេងៗអញ្ចឹងណាជាតំណែងអញ្ចឹងថ្ងៃនេះយើងលក់បានប៉ុណ្ណេះថ្ងៃទី2លក់បានប៉ុណ្ណេះថ្ងៃទី3លក់បានប៉ុណ្ណេះអញ្ចឹងបាន10ថ្ងៃអញ្ចឹងយើងចង់សាំមើលតើសៀវភៅហ្នឹងបូកសរុបមើលតើសៀវភៅហ្នឹងយើងលក់ក្នុងរយៈពេល10ថ្ងៃហ្នឹងយើងលក់បានប្រមាណអញ្ចឹងរបៀបនៃការប្រើមន្តសាំអញ្ចឹងសាំយើងប្រើបានច្រើនរបៀបណាហើយពេញនិយមបំផុតព័ន្ធមួយរូបមន្តសាំហ្នឹងអញ្ចឹងសាំយើងប្រើរូបមន្តប្រើពាក្យសាំក៏មកថា number 1ណា number 1អញ្ចឹងនេះ number 1ពីលេខ5 number 1ហើយនិយាយរួមទៅយើងអូពី number 1ហូតដល់ number 10ហ្នឹងយើងដល់ number ចុងក្រោយអញ្ចឹងពីនឹងដល់ហ្នឹងបិទវងចោលវិញរួច enter បាទអញ្ចឹងយើងបានទាំងអស់ហ្នឹងគឺស្មើនឹង59អញ្ចឹងមានន័យថាសៀវភៅហ្នឹងយើងបាន59អញ្ចឹងបាទអញ្ចឹងនេះគឺជារូបមន្តសាំហើយរូបមន្តសាំយើងធ្វើអញ្ចឹងក៏បានមានន័យថាពី C9 នេះ C9 នេះ C ថា C6 ច្រឡំទោះ C C6 រហូតដល់សញ្ញាចុច2ហ្នឹងមានន័យថារហូតដល់L L6 អញ្ចឹងមានន័យថាយើងបូក30ពីនេះរហូតដល់នេះអញ្ចឹងយើងបាន59ហើយយើងមិនប្រើចុចហ្នឹងក៏បានដែរយើងអាចប្រើឥឡូវទីហោហ្នឹងនេះក៏បានដែរយើងស្មើ30ដូចគ្នាមានន័យថា number 1អញ្ចឹងនេះ number 1ហើយយើងប្រើ base number 2ហើយយើងប្រើ base number 3 base ទៀតមករហូតដល់10ហ្នឹងក៏បានដែរប៉ុន្តែធ្វើអញ្ចឹងវាយូរអញ្ចឹងនេះជារូបមន្តសាមអញ្ចឹងយើងប្រើតាមរបៀបនេះគឺមានយូរជាងហើយបើយើងច្រើនណាយើងអាចប្រើតាមបានទេអញ្ចឹងដល់ទៅហ្នឹងយើងបិទវាបញ្ចប់វិញអញ្ចឹងវាប៉ុណ្ណេះនេះវាប្រើសញ្ញាក្បៀសវិញអញ្ចឹងវាស្មើ59ដូចគ្នាអញ្ចឹងនេះជារូបមន្តសាមអញ្ចឹងយើងប្រើមួយណាទៅបានដែរគ្រាន់ថាសញ្ញាចុច2នោះគឺវាលឿនជាងគឺយើងធ្វើពីនេះមកដល់នេះតែម្ដងបាទអញ្ចឹងហើយមួយទៀតយើងប្រើអូតូសាំយើងគ្រាន់តែចុចកន្លែងណាទីថាឥឡូវខ្ញុំមើលចោលវិញសិនទីថាខ្ញុំចង់ឲ្យកន្លែងហ្នឹងអញ្ចឹងយើងគ្រាន់តែ select ពីខាងហ្នឹងមកដល់កន្លែងហ្នឹងបាទអញ្ចឹងហើយយើងយកនេះជួនកាលវាអត់អាចនៅក្នុងកន្លែងហ្នឹងណាវានេះយើងយកអូតូសាំនេះប៉ុន្តែជួនកាលវាអត់នៅហ្នឹងតែវានៅចេះអីហ្នឹងអញ្ចឹងយើងមករក tape home នេះនៅលើបារខាងលើហ្នឹងយើងមករក menu bar ខាងលើហ្នឹងយើងរកពាក្យ home រួចហើយយើងរកពាក្យ auto save អូតូសាំអញ្ចឹងយើងវាឲ្យមក59អញ្ចឹងក៏បានហើយបើយើងចេះ shortcut ក៏បានដែរយើង select ដូចគ្នាយើង select ចឹងមករួចហើយយើងប្រើពាក្យបើយើងប្រើ alt បូកស្មើឲ្យទៀតណា alt បូកយើងស្មើហ្នឹងក៏បានដែរយើងម្ដងទៀតយើងប្រើសរសេរមើល alt ចុចពាក្យថាគួរ alt សញ្ញាហើយបូកនឹងសញ្ញាស្មើណាយើងចុចប៉ុណ្ណឹងទៅវាបានហើយវាហ្នឹងមកយើង shortcut ម្ដងទៀតបូក shortcut alt សញ្ញាបូកនឹងហើយសញ្ញាស្មើអញ្ចឹងវាចេញណាពេញហើយអស់យើងអញ្ចឹងយើងមានប៉ុណ្ណឹងសម្រាប់ពាក្យព័ន្ធនឹង
រូបមន្តសាំហ្នឹងពាក្យសាំទេតែរូបមន្តសាំវាមានច្រើនទៀតមានសាំអ៊ីសាំអីផ្សេងៗទៀតយើងមានតាមសាំតាមលក្ខខណ្ឌសាំតាមអីផ្សេងៗទៀតប៉ុន្តែវីដេអូក្រោយខ្ញុំនឹងនិយាយថាអឥឡូវហ្នឹងយើងសាំនឹងហើយកន្លែងនេះយើងគ្រាន់តែ copy ឬក៏ចុចកន្លែងនេះមកឬយើងសាំអីហ្នឹងហើយសាំមិនមែនតែសាំពីលើទេគឺយើងអាចសាំពីជួរដេកទេគឺយើងសាំជួរcolumnនេះក៏បានដែរសាំបាយរ៉ូសាំបាយcolumn អញ្ចឹងឧទាហរណ៍នេះយើងសាំមកនេះយើងសាំដូចនេះចុចសាំតួចកយើងទាញពីហ្នឹងរហូតដល់ហ្នឹងមកអញ្ចឹងមានន័យថាពីយើងសាំក្នុង column C ពីរ៉ូទី6មកដល់រ៉ូទី13យើងសាំបែបហ្នឹងក៏បានយើងបាន52ហើយយើងគិត2ទៅក៏បាន2ទៅអស់អញ្ចឹងឯងសរុបអានេះក៏វាសាំអានេះទាំងអស់547ហ្នឹង អញ្ចឹងរូបមន្តសាំខ្ញុំសូមចប់ត្រឹមនេះសូមបញ្ជាក់ទៀតវីដេអូក្រោយខ្ញុំនឹងធ្វើបរិញ្ញាអំពីផ្សារ if ផ្សារ if path ហើយសាំ if ឬក៏សាំ if path ហ្នឹងយើងមិនបាច់ប្រើសាំ if សាំ if ក៏បានយើងប្រើតែសាំទេក៏បានដូចគ្នាដែរប៉ុន្តែយើងចង់បង្ហាញទាំងអស់ទាំងសាំ if និងសាំ if path